សួស្តីបងប្រុសកាបូបដែលបងកាន់នោះជារបស់ខ្ញុំអាចសងខ្ញុំវិញបានទេខ្ញុំរើបានតើមានអីបញ្ជាក់ថាជារបស់អ្នកត្រូវការបញ្ជាក់អីទៀតកាបូបមកល្បីបែបនេះតម្លៃរាប់ម៉ឺនឯងមានលុយទិញទេយកមកវិញភ្លាមមិនក៏ឆក់យកអញ្ចឹងសុំទោសផងបងប្រុសក្នុងកាបូបខ្ញុំមានទូរស័ព្ទលុយ 20,000 និងខ្សែដៃមាសមួយទាំងនេះមិនសូវសំខាន់ទេសំខាន់បំផុតគឺ flash drive ក្រុមហ៊ុនខ្ញុំនៅក្នុងនោះវាសំខាន់សម្រាប់ខ្ញុំណាស់អាចឲ្យវាមកខ្ញុំវិញបានទេអូពិតជារបស់អ្នកមែនយកទៅចោះអញ្ចឹងទៅត្រូវមែនហើយថៅកែប្រញាប់ឆែកមើលទៅក្រែងលោបាត់អីមិនបាច់ទេបងប្រុសនេះមិនមែនជាមនុស្សលោភលន់ទេបើគាត់ចង់យកយើងច្បាស់ជារកមិនឃើញទេឆែកមើលបន្តិចទៅល្អជាងបងប្រុសខ្ញុំយកតែទូរស័ព្ទនិង flash drive ទេក្រៅពីនោះខ្ញុំឲ្យបងទាំងអស់ខ្ញុំគ្មានបំណងអីទេគ្រាន់តែគិតថាមនុស្សល្អគួរតែទទួលបានផលល្អនេះជាទឹកចិត្តរបស់ខ្ញុំបងយកទៅចោះមិនបាច់ទេថៅកែមើលទៅអ្នកជាមនុស្សថ្លៃថ្នូរបើខ្ញុំចង់បានលុយខ្ញុំមិននៅចាំហុចកាបូបឲ្យអ្នកវិញទេអរគុណទឹកចិត្តអ្នកហើយអញ្ចឹងក៏បានបងពិតជាមនុស្សគួរឲ្យគោរពមែនក្រុមហ៊ុនខ្ញុំគឺគ្រប់ស៊ូស៊ីនៅខាងជើងក្រុងបើមានការលំបាកអីអាចមករកខ្ញុំបានគ្រប់ពេលយើងលាសិនហើយអូថៅកែបងមានការអីទៀតមែនទេគឺថាអ្នកអាចឲ្យខ្ញុំខ្ចីលុយបន្តិចបានទេឃើញទេគ្មានមនុស្សល្អអញ្ចឹងទេថៅកែនៅមិនយល់ទៀតគាត់គិតថាអ្នកឲ្យលុយគាត់តិចពេកទើបរកលេខទារលុយថែមមិញខ្ញុំឲ្យលុយបងមិនយកឥឡូវបែរជាមកសុំខ្ចីលុយមានន័យថាម៉េចគ្រាន់តែខ្ចីសិនទេគាត់នេះបានតើបងចង់ខ្ចីប៉ុន្មានខ្ញុំចង់ខ្ចី178យ៉នខ្ចីលុយមានលេខសេសទៀតប៉ុន្តែខ្ញុំគ្មានលុយរីទេក្នុងកាបូបមានតែ 20,000 ទេយកទេខ្ចីតើថៅកែកុំជឿគាត់អីគាត់ជាជនច្បោកហើយខ្ញុំមិនមែនអ្នកបោកប្រាស់ទេខ្ញុំខ្ចី178យ៉ននេះគ្រាន់តែចង់ទិញសម្បត្តិរថភ្លើងត្រឡប់ទៅស្រុកកំណើតនៅឈុងឈីងវិញទេទើបតែពាក់កណ្ដាលឆ្នាំសោះមិនខំធ្វើការរកលុយនៅក្រុងធំទៅផ្ទះធ្វើអីនិយាយមិនចេញទេបោកប្រាស់បងប្រុសមិនអីទេនិយាយមកចុះបងអូនស្រីខ្ញុំនាងប្រឡងជាប់មហាវិទ្យាល័យតែផ្ទះខ្ញុំក្រប៉ាម៉ែស្លាប់ចោលអស់នៅសល់តែបងប្អូន2នាក់មែនហើយនាងដើម្បីរកលុយបង់ថ្លៃសាលាក៏ទៅស៊ីឈ្នួលដឹកអីវ៉ាន់ម្សិលមិញត្រូវឡានបុកដេកនៅផ្ទះសំបីតែចូលបន្ទប់ទឹកក៏មិនរួចខ្ញុំអស់ជំរឿហើយលុយខែនៅការដ្ឋានក៏មិនទាន់បើកខ្ញុំមិនមែនបោកប្រាស់ទេសូមជឿខ្ញុំចុះសម្ដីនេះស្ដាប់ទៅសាំណាស់ច្បាស់ជាទន្ទិញយូរហើយមើលទៅបងប្រុសសុំទោសខ្ញុំមិនអាចឲ្យបងខ្ចីលុយបានទេព្រោះបងធ្វើឲ្យខ្ញុំបាត់ទំនុកចិត្តហើយប៉ុន្តែពួកយើងត្រូវទៅឈុងឈីងដែរបងអាចជិះឡានយើងទៅបានខ្ញុំចង់ដឹងណាស់ថាសម្ដីបងមានពិតប៉ុន្មានម៉ាត់អញ្ចឹងចាំខ្ញុំបន្តិចសិនខ្ញុំទៅរៀបចំអីវ៉ាន់ភ្លាមថៅកែយើងទៅឈុងឈីងធ្វើអីនៅមានកុងត្រារាប់សៀនត្រូវស៊ីញេទៀតណាទៅដល់ដឹងហើយអូនបងមកវិញហើយអូនរកអីហ្នឹងផ្ទះតូចប៉ុណ្ណឹងប្អូនស្រីឯងលាក់ខ្លួនឯណាខ្ញុំសួរឯងថាប្អូនស្រីឯងរបួសជើងចូលបន្ទប់ទឹកមិនរួចផងចុះនាងចេញទៅក្រៅតាមណាហោះទៅមែនខ្ញុំក៏មិនដឹងដែរប្រហែលមានគេជួយឯងថាកំព្រាឪពុកម្ដាយសល់តែបងប្អូន2នាក់តើមិនមែនទេខ្ញុំពិតជាមិនបានបោកទេប្អូនខ្ញុំច្បាស់ជានៅទីនេះនាងរបួសជើងដើរមិនឆ្ងាយទេអញ្ចឹងឯងរកនាងមកខ្ញុំឲ្យឱកាសឯងចុងក្រោយនិយាយការពិតមកតើឯងមានប្អូនស្រីមែនអត់ថៅកែសុំពេល10នាទីទៀតខ្ញុំទៅរកក្នុងភូមិបើរកមិនឃើញខ្ញុំលុតជង្គង់សំពះអ្នកឯងអោហយបាន10នាទីលោកពូវាងឃើញប្អូនស្រីខ្ញុំទេព្រឹកមិញឃើញនាងដើរទឹកហកទៅចំការបាត់ហើយអូនបងមិនបងត្រឡប់មកវិញមានមនុស្សមែនជើងអូនអញ្ចឹងហើយមិនសម្រាកនៅផ្ទះខ្ញុំគ្រាន់តែមកចំការបន្លែយកទៅលក់បន្តិចបន្តួចលក់បានប៉ុន្មានយកប៉ុណ្ណឹងបើទុកចោលខូចអស់ស្ដាយណាស់ខ្ញុំគ្រាន់តែចង់ជួយសម្រាលបន្ទុកបងខ្លះនៅបេះបន្លែស្អីទៀតជើងអូនទៅជាអញ្ចឹងហើយ
Chương ôn.យ៉ាងម៉េចហើយមិនអីទេបងខ្ញុំធ្វើឲ្យបងពិបាកទៀតហើយគុំនិយាយផ្ដេសផ្ដាស់អីមកបងមើលជើងបន្តិចឈឺអត់ឈឺបន្តិចទេខ្ញុំមិនអីទេសុំទោសមកពីខ្ញុំទៅដឹកអីវ៉ាន់ទើបជើងទៅជាអញ្ចឹងបងប្រាប់ឯងចំណេះវិជ្ជាទើបអាចផ្លាស់ប្ដូរវាសនាបានពីមុនបងគ្មានឱកាសរៀនឯងត្រូវតែខំរៀនជំនួសបងណាទោះបងហត់នឿយយ៉ាងណាក៏ត្រូវតែរកលុយឲ្យឯងរៀនដែរកុំបន្ទោសខ្លួនឯងអីបើចង់បន្ទោសគឺបន្ទោសបងដែលអសមត្ថភាពចាំបន្តិចសិនពួកគាត់គឺអូននេះគឺថៅកែដែលបានជួយបងច្រើនណាស់ខ្ញុំនៅមានការត្រូវសុំទូទៅមុនហើយនេះជារបស់បំពន់សម្រាប់អូនឯងថៅកែមិនបាច់ទេយកទៅចុះបងប្រុសឯងនិយាយត្រូវការសិក្សាគឺសំខាន់ណាស់អរគុណបងស្រីអរគុណថៅកែជូនពរឲ្យអ្នកជួបតែសំណាងល្អបងនេះបងស្រីដែលធ្លាប់ជួយយើងកាលពី10ឆ្នាំមុនខ្ញុំរកគាត់ឃើញហើយរកឃើញគាត់ហើយណែគ្មានភ្នែកទេអីចេះបោះសម្រាមទេបោះស្រូវជើងគេហើយខ្ញុំមិនបានតាំងចិត្តទេសុំទោសមកចប់ហើយអោហើយបងប្រុសទៅទៅវាជាមួយវាមានប្រយោជន៍អីវាមានវាសនាត្រឹមបោះសម្រាមនឹងឯងម៉េចបងស្រីជីដូនមួយដ៏មានលុយរបស់ខ្ញុំធ្វើពុតជីមិនស្គាល់ខ្ញុំមែនទេស្គាល់អីប្អូនស្រីគឺបងតើមិនមែនអ្នកធ្លាប់មានលុយបើក្រុមហ៊ុនធំនៅវីឡាទេអេអាកេនីយ៉ូស៊ូដឹងទេពីមុនគាត់អស់ចាប៉ុណ្ណាតែលទ្ធផលយ៉ាងម៉េចខ្សែធនជំពាក់បំណុលគេវ៉ាន់ដុកតោះបងប្រុសកុំទៅខ្វល់ជាមួយមនុស្សធននឹងវៀងឲ្យឆ្ងាយទៅនាំសុយសួស្ដីតើធ្លាប់ឃើញមនុស្សម្នាក់នេះទេមិនដែលឃើញទេបងស៊ូធុងសម្រាមខាងនេះពេញហើយចាស់ទៅឥឡូវហើយលុយនឹងពេលណាទើបសងបងចាងខ្ញុំមិនបានកិច្ចទេខ្ញុំកំពុងរកវិធីសូមទុកពេលឲ្យខ្ញុំបន្តិចទៀតទៅបាន3ថ្ងៃខ្ញុំឲ្យពេល3ថ្ងៃទៀត3ថ្ងៃក្រោយបើមិនឃើញលុយទេកុំត្រឹមតែកាយយកកាយអីវ៉ាន់អញ្ចឹងទៀតអសោះសេមែនថៅកែយើងរកគ្រប់តំបន់ហើយនៅតែមិនឃើញមនុស្សដែលលោកកំពុងរកទេថ្ងៃនេះត្រូវតែរកឲ្យឃើញបើនៅតែរកមិនឃើញទៀតថ្ងៃស្អែកពួកឯងមិនបាច់មកធ្វើការទេស៊ូវ៉ាន់ឈីងលាក់ខ្លួនទីនេះមែនទេកុំរត់ស៊ូវ៉ាន់ឈីងនៅបោះសម្រាមអីទៀត3ថ្ងៃហើយលុយណែណាបងចាងសូមទុកខ្ញុំបន្តិចទៀតទៅខ្ញុំកំពុងប្រមូលលុយហេប្រមូល3ថ្ងៃហើយបានប៉ុន្មាន100ឬ200ប្រាប់ឲ្យដឹងថ្ងៃនេះបើគ្មានលុយទេកុំសង្ឃឹមថាបានទៅណាឲ្យសោះបងចាងខ្ញុំមិនបានចង់បោកប្រាស់ទេសូមទុកពេលឲ្យខ្ញុំ1ខែទៀតខ្ញុំច្បាស់ជារកឲ្យបាន1ខែយល់សប្តិមែនទេអញឲ្យពេល3ថ្ងៃគឺយកយល់មុខណាស់ហើយពួកអញគិតថាម៉េចបើមិនសងលុយប្តឹងប៉ូលីសទៅប្តឹងមានប្រយោជន៍អីវាគ្មានលុយទេវាយវាមួយចាស់ដៃទៅវាខ្លាចឈប់សិន